ដើមពោធិនោះគឺជារុក្ខជាតិដែលមានជីវិតមានឫសមានគល់ធាងមែកស្លឹកម្លប់ត្រឆៃប៉ុន្តែគ្មានវិញ្ញាណដឹងសុខដឹងទុក្ខដូចជាសត្វឡើយតែមានផលប្រយោជន៍នឹងដល់សត្វនិងមនុស្សដែរដើមពោធិជានិមិត្តរូបនៃព្រះពុទ្ធសាសនាឬក៏ជាតំណាងឲ្យព្រះពុទ្ធនៃការត្រាស់ដឹងកាលព្រះសម្មាសម្ពុទ្ធជាម្ចាស់នឹងព្រះអង្គនឹងធ្លាប់គង់នៅក្រោមដើមពោធិព្រឹក្សអស់ជាច្រើនសប្តាហ៍ដើម្បីសមាធិរហូតដល់ព្រះអង្គត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណដូច្នេះគឺបងប្អូននឹងក៏ធ្លាប់ដឹងហើយធ្លាប់ឮហើយតគ្នាថាពោធិព្រឹក្សជាកន្លែងត្រាស់ដឹងរបស់ព្រះពុទ្ធនៅប្រទេសឥណ្ឌានៅសូម្បីតែនៅក្នុងប្រទេសខ្មែរយើងនឹងក៏មានដុះតាមវត្តអារាមឬក៏គេដាំនៅតាមវត្តអារាមនឹងក៏មានឬក៏ដុះនៅក្បែរភូមិរបស់យើងនឹងក៏មាននៅតាមកន្លែងតែតាមកន្លែងដើមពោធិនោះគឺមានឈ្មោះជារុក្ខជាតិដែលមានជីវិតតែមិនមានវិញ្ញាណចាប់បដិសន្ធិថ្ងៃតែមួយកាលព្រះសម្មាសម្ពុទ្ធនឹងប្រសូតដើមពោធិព្រឹក្សនោះក៏ចាប់បដិសន្ធិដុះនៅក្នុងពេលនោះដែរដូច្នេះហើយដើមពោធិត្រូវការសេចក្តីស្ងប់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នឹងកាលបើបានត្រាស់ដឹងហើយព្រះអង្គនឹងបានរកឃើញធាតុនៃដើមពោធិនេះមានឫសគល់តួដើមមែកធាងស្លឹកផ្កានិងផ្លែរបស់វាយកមកបង្ហាត់បង្រៀនបង្ហាញអំពីសារៈសំខាន់នៃដើមពោធិព្រឹក្សមកសិក្សាពន្យល់នឹងឲ្យយើងនឹងយល់ដឹងអ្វីទាំងអស់នៃដើមពោធិមានឫសគល់នឹងជាហេតុបច្ច័យរបស់វាដូចជាសភាវៈធម៌ទាំងឡាយដែរឬដើមពោធិនោះគឺមាន3ឬដើមពោធិនោះគឺមាន3សម្រាប់ជួយតួដើមរបស់វានឹងឲ្យរីករូតលាស់ធំធាត់ឆាប់បានឆាប់កពុះបាននិងបង្កើតឲ្យចេញជាផ្លែជាផ្កាលុះទុំនៅពេលណាផ្លែរមែងរសជាតិតាមកំណើតនៃធម្មជាតិរបស់វាមានឬ3ទៀតដែលមិនអាចឲ្យដើមរីកលូតលាស់បាននឹងមិនផ្ដល់ឲ្យផ្លែនឹងមានរសជាតិល្វីងជូរចត់ឬទាំង3នោះនឹងគឺលោភៈទោសៈមោហៈនឹងឯងឬរបស់ដើមពោធិបានផ្ដល់កម្លាំងដែលជាតួដើមនៃដើមពោធិគឺខណ្ឌ5គឺខណ្ឌ5នឹងឯងដែលមានរូបវេទនាសញ្ញាសង្ខារវិញ្ញាណដែលអាចយើងបំព្រួញមកឲ្យខ្លីនឹងនៅបានត្រឹមតែ2នេះគឺនាមនិងរូបនឹងបានដល់មហាភូតរូប4គឺទឹកដីភ្លើងខ្យល់ខណ្ឌ5នោះគឺជាទាស័យរបស់វេទនានិងទុក្ខជាចុងភៅនឹងសម្រាប់រៀបចំម្ហូបអាហារឲ្យវេទនាសោយដែលឆ្លងកាត់តាមភ្នែកត្រចៀកច្រមុះអណ្ដាតកាយនិងចិត្តនឹងឯងយើងនឹងអាចយកខណ្ឌ5នឹងមកជាអារម្មណ៍សម្រាប់ធ្វើការភាវនានឹងឲ្យកើតដើម្បីឲ្យកើតជាសតិតាំងនៅមមួននឹងដើម្បីលះបង់នៅឧបាទាននិងអកុសលដទៃទៀតតួរបស់ដើមពោធិមានមែកមានធាងនឹង12គឺបដិច្ចសមុបាទ ព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គនឹងទ្រង់បានរកឃើញនៅ
បដិច្ចសមបាទនឹងជាបច្ច័យណាជាហេតុជាបច្ច័យនាំឲ្យមានការប្រព្រឹត្តទៅរកជាតិជរាមរណៈម៉ែករបស់ដើមពោនឹងបានបង្រៀនបង្ហាត់យើងនឹងឲ្យដឹងថាអ្វីទាំងអស់នឹងនៅក្នុងជីវិតសុទ្ធតែចេញមកអំពីហេតុនិងបច្ច័យដូចជាអវិជ្ជានឹងជាបច្ច័យនឹងឲ្យកើតសង្ខារនឹងជាបច្ច័យនឹងឲ្យកើតវិញ្ញាណនឹងជាបច្ច័យនឹងឲ្យកើតនាមរូបជាបច្ច័យនឹងឲ្យកើតអាយតនៈជាបច្ច័យនឹងឲ្យកើតអាយតនៈនឹងមានភ្នែកត្រចៀកច្រមុះអណ្ដាតកាយនិងចិត្តអាយតនៈ6ខាងក្នុងនឹងមកប៉ះអាយតនៈខាងក្រៅ6ខាងក្រៅនេះនាំឲ្យកើតវេទនានឹងមានបៃតិសុខវេទនាអទុក្ខមសុខវេទនាទាំងអស់នេះនឹងទទួលរងនៅអនិច្ចំទុក្ខំអនត្តាកាលណាតែយើងនឹងភ្លេចឬគ្មានសតិវេទនានឹងតែងប្រព្រឹត្តទៅកាត់នឹងតណ្ហាទៅចាប់យកតណ្ហាសោមនស្សឬក៏ទោមនស្សតណ្ហានឹងគឺជាបច្ច័យឲ្យកើតឧបាទាននឹងជាបច្ច័យនឹងឲ្យកើតកម្មជាបច្ច័យនឹងឲ្យកើតភពជាបច្ច័យនឹងឲ្យកើតជាតិជរាមរណៈវិលចុះវិលឡើងក្នុងវាលវដ្តសង្សារទុក្ខគ្មានទីបំផុតរីឯចំណែកស្លឹកនិងផ្ការបស់ដើមពោគឺជាពោធិបក្ខយធម៌ទាំង37ប្រការនេះដែលជាគ្រឿងណាធ្វើឲ្យយើងនឹងបានត្រាស់ដឹងនៅព្រះនិព្វានចំណែកផ្លែរបស់ដើមពោគឺជាចតុរារិយសច្ចៈ4មានទុក្ខសច្ចៈ1សមុទយសច្ចៈ1និរោធសច្ចៈ1និងមអរិយសច្ចៈ1កាលដែលព្រះអង្គនឹងគង់នៅទីណាញាណដឹងនៅទីនោះដូចជាប្រមានប្រភិកព្រះអង្គនឹងទ្រង់គង់នៅក្រោមម្លប់ដើមពោព្រះអង្គនឹងមិនត្រឹមតែត្រាស់ដឹងនៅធម៌ទាំងនោះទេថែមទាំងត្រាស់ដឹងនៅធម្មជាតិទាំងឡាយទាំងអស់ដូចជាដើមពោនឹងជាដើមព្រះអង្គនឹងបានយកមកពន្យល់ដើមពោនឹងមកប្រៀបធៀបជាសភាវៈធម៌ណារបស់សត្វមនុស្សទាំងឡាយនឹងយ៉ាងច្បាស់ដោយញាណរបស់ព្រះអង្គដែរ